តើរវាងប្រខណ្ឌរាជស្វាយរៀងនិងក្រុម Mandala មួយណាល្អកម្លាំងមួយណាល្អបច្ចេកទេសគ្រូបង្វឹករបស់ក្លឹបបាល់ទាត់ Era FC ថាតាមបទពិសោធន៍ប៉ះគ្នាកន្លងមកជាមួយប្រខណ្ឌរាជស្វាយរៀងនិង Mandala Danger FC គឺលេងល្អម្យ៉ាងម្នាក់គឺម្នាក់ល្អប្រើប្រាស់កាយសម្បទានិងមួយល្អប្រសើរខាងបច្ចេកទេសលោក Biyong-sona គ្រូបង្វឹករបស់ក្លឹបបាល់ទាត់ Era FC បានឲ្យដឹងថាតាមបទពិសោធន៍ក្នុងការជួបការប្រកួតរួចហើយជាមួយក្រុមរបស់ហ្វីលីពីន Mandala Ninja FC ជាក្រុមល្អមួយដែលកីឡាករចូលចិត្តលេងប្រើប្រាស់កាយសម្បទាប្រើប្រាស់កម្លាំងក្នុងការលេងឬប្រជែងយកបាល់ចំណែកក្លឹបបាល់ទាត់ប្រខណ្ឌរាជស្វាយរៀងគឺជាក្រុមល្អផងដែរខុសគ្នាត្រង់ក្រុមលេងដោយប្រើប្រាស់បច្ចេកទេសនិងលេងប្រកបដោយតិចនិចខ្ពស់ក្រុមបង្វឹកខាងលើបានបន្តថាបើប៉ះគ្នានៅប្រកួតចុងក្រោយនេះរវាងក្រុមទាំងពីរហើយត្រូវឆ្លើយថាមួយណាសង្ឃឹមឈ្នះជាងគេនោះគឺពិបាកសម្រេចសម្រាប់រូបលោកយ៉ាងណាលោកនៅតែសរសើរក្រុមម្ចាស់ផ្ទះប្រខណ្ឌរាជស្វាយរៀងលេងល្អដោយប្រើប្រាស់លើបច្ចេកទេសខ្ពស់ការប្រកួតលើកចុងក្រោយក្នុងពូឌីនៅថ្ងៃសៅរ៍ទី1ខែវិច្ឆិកាឆ្នាំ2025ដែលជាវគ្គបិទបញ្ចប់នៃការប្រកួតគឺប្រខណ្ឌរាជស្វាយរៀងត្រូវប៉ះជាមួយនឹងក្លឹបបាល់ទាត់ហ្វីលីពីន Mandala Ninja FC ដណ្ដើមលេខ1ក្នុងពូលចំណែកមួយគូទៀតគឺជាការប៉ះគ្នារវាង Era FC និង SV Pakon